សុំទៅព្រះអង្គគ្រូវិញព្រះអង្គគ្រូដោយសារតែនៅតាមវត្តឥឡូវហ្នឹងគឺសម្បូរចេតិយប៉ុណ្ណានៃតម្រងចេតិយហ្នឹងស៊ីស្ពេសវត្តអស់ហើយរកកន្លែងព្រះអង្គគង់នៅអត់បានទេហើយតើហេតុអីបានប្រជាធិការលោកមិនមើលពីចំណុចហ្នឹងនៅតែបណ្ដោយឲ្យចេតិយទាំងអស់ហ្នឹងកសាងទៀតឬក៏យើងមិនហ៊ានក្អកជាមួយនឹងខ្សែអ្នកធំទេឬក៏បែបម៉េចតកតងសំណង់វត្តអារាមមែនតើទៅពេលយើងនិយាយពីអារាមគឺជាសួនច្បារហើយម្យ៉ាងទៀតទៅក៏ជាទីកន្លែងប្រើប្រាស់របស់ប្រតនត្រ័យពួកក្នុងវត្តហ្នឹងគឺជាទីគង់នៅរបស់ព្រះសម្មាសម្ពុទ្ធពធប្រសង្ឃអញ្ចឹងជាទីប្រើប្រាស់នៃប្រតនត្រ័យហើយពេលយើងនិយាយពីរឿងថាទីកន្លែងប្រតនត្រ័យគឺស្អាតក្នុងពុទ្ធសាសនាធម្មវិន័យនេះគឺព្រះអង្គសម្ដែងពីស្អាតតែម្ដងរស់នៅស្អាតបរិភោគស្អាតចឹងអ្វីសពយ៉ាងគឺត្រូវតែរៀបចំឲ្យបានស្អាតបានហើយតកតងរឿងចេតិយនេះតលតែសាកសួរតាមវត្តដែលមានការកសាងចេតិយព្រោះនៅកន្លែងថ្មនោះមានតែចេតិយព្រះចេតិយសម្រាប់តម្កល់សពតម្កល់ធាតុនៃពុទ្ធបរិស័ទហ្នឹងយើងមិនបានអនុញ្ញាតឲ្យធ្វើទេហើយអញ្ចឹងរឿងថាតាមវត្តផ្សេងដែលអនុញ្ញាតឲ្យធ្វើយ៉ាងណាហ្នឹងក៏អាត្មាអត់បានដឹងដែរបងប៉ុន្តែអ្វីដែលសំខាន់ទីវត្តអារាមនៅក្នុងរវងកុលតឹងយើងរៀបចំឲ្យទៅជាបូជនីយដ្ឋានជាទីកន្លែងស្អាតសម្រាប់ជាទីគង់នៅរបស់ព្រះសម្មាសម្ពុទ្ធជាទីកន្លែងផ្សព្វផ្សាយពធនិងជាទីគង់បប្រតិបត្តិរបស់ព្រះភិក្ខុសង្ឃម្យ៉ាងទៀតក៏ជាទីកន្លែងដែលពុទ្ធបរិស័ទអាចចូលទៅពេញបុណ្យផ្សេងបងនឹងថ្មបកស្រាយបានប៉ុណ្ណឹងបងកណាចុះព្រះអង្គគ្រូដែលមានឯកឧត្តមឬក៏លោកអ្នកធំណាគាត់ចង់សង់ចេតិយនៅក្នុងវត្តគុលតឹងទេបងគាត់ចង់គម្រោងគាត់សង់ប៉ុណ្ណានេះព្រះអង្គបដិសេធគេបែបម៉េចទៅចឹងកន្លងមកធ្លាប់មានពុទ្ធបរិស័ទអីគាត់ចូលទៅសុំកសាងចេតិយយ៉ាងដែរប៉ុន្តែយើងជម្រាបគាត់ទៅថាទីវត្តអារាមយើងហ្នឹងយើងមិនអនុញ្ញាតឲ្យមានការកសាងចេតិយទេដោយសារយើងមានសាលមួយគេហៅសាលអតិធិធពុទ្ធបរិស័ទឯមានធាតុពុកម្ដាយញាតិមិត្តបងប្អូននេះអាចយកទៅដាក់នៅកន្លែងហ្នឹងបានអញ្ចឹងយើងជម្រាបគាត់តាមហ្នឹងទៅវាមិនមានជាបញ្ហាទំនាស់ឲ្យទេដោយសារយើងទីកន្លែងយើងមិនអនុញ្ញាតឲ្យធ្វើអញ្ចឹងណាបង